ទូស្វាគមន៍មកកាន់ Channel ស្រៀនមិញហូថ្ងៃនេះដែរខ្ញុំមកបង្រៀនអ្នកនរគ្នាពីរបៀបបង្កើតបទចម្រៀង AI ដូចជាបទចម្រៀងមួយនេះខ្ញុំនឹងបើកឲ្យអ្នកទាំងអស់គ្នាស្ដាប់ទុកជាឧទាហរណ៍ស្រឡាញ់គេអ្នកឯងលួចអ្នកលួចស្រមៃគ្រប់ពេលនេះទុកអូនមិនដឹងថាមានអ្នកណាកំពុងថែរក្សាអូនក្នុងចិត្តលួចស្រឡាញ់គេអ្នកឯងទុកបាទតើបទចម្រៀង AI នេះយើងធ្វើយ៉ាងម៉េចមកតាមដានជាមួយ Channel ខ្ញុំទាំងអស់គ្នាសម្រាប់អ្នកដែលមកថ្មីកុំភ្លេចជួយ Subscribe Channel ខ្ញុំមួយផងណាបងប្អូនបាទជាដំបូងយើងចូល ChatGPT មកដើម្បី ChatGPT សរសេរជា Pro ដើម្បីយើងយកទៅបង្កើតជាចម្រៀងយើងគ្រាន់តែ ChatGPT ទៅនិយាយថាសរសេរបទចម្រៀងមួយបទដែលមានចំណងជើងថាជីវិត MMOយើងកែបន្តិចមក MMO យើងដាក់ជាភាសាអង់គ្លេសមកបាទបន្ទាប់មកយើងចុចបញ្ជូនបាទនេះហើយវា ChatGPT វាសរសេរជាប្រូឲ្យយើងហើយវាផ្ញើជា style ដែលវាច្រៀងចេញមក style of music បាទបន្ទាប់មកទៀតយើង copy Pro ហ្នឹងមក copy ទៅលេខ1ហ្នឹងមក copy រហូតដល់អស់ទឹមសញ្ញាភ្លេងនេះបន្ទាប់មកយើងយកអក្សរថា copy ដើម្បីយកមកកាន់ website មួយនេះដែលមានឈ្មោះថា Kaivo Music បាទប៉ុណ្ណឹងយើងចុចបញ្ជូនមកវានឹងចេញទៅមកកាន់ website បែបនេះបន្ទាប់មកយើងអស់មកក្រោមកន្លែងនេះជាកន្លែងដែលដាក់ចំណងជើងយើងអាចដាក់ចំណងជើងដែលយើងឆាតទៅក្នុង ChatGPT មិញហ្នឹងយើងដាក់ថាជីវិត MMO ជីវិត MMO បន្ទាប់មកទៀតកន្លែងនេះគឺជាកន្លែង style នៃបទចម្រៀងអញ្ចឹងយើងមិញយើង copy Pro មកមុនអញ្ចឹងយើងដាក់ Pro មុនសិនដាក់ Pro ចូលមកផាវាចូលមកបន្ទាប់មកទៀតយើងចេញក្រៅសិនដើម្បីចូលទៅក្នុង ChatGPT ដើម្បីដាក់ style បទចម្រៀងរបស់យើងមិញហ្នឹងបាទ copy វាមក copy រហូតដល់ក្រោមមកបាទបន្ទាប់មកយើង copy ហើយយើងចូលទៅក្នុង website បំពេញមិញហ្នឹងដើម្បីយក style ហ្នឹងទៅដាក់លុបអា style ចាស់គេសិនមកបន្ទាប់មកយើងដាក់ style ថ្មីរបស់យើងចូលបាទយើងពិនិត្យមើលម្ដងទៀតមកបាទយើងអស់មកក្រោមមកបើយើងចង់ឲ្យមនុស្សស្រីច្រៀងយើងចុចកន្លែង Female Voice តែបើយើងចុចចង់ឲ្យមនុស្សប្រុសច្រៀងយើងចុច Man Voice កន្លែងទី3នេះកន្លែង Auto អញ្ចឹងបើយើងចុចកន្លែងទី3នេះវា generate ទៅអត់ដឹងថាប្រុសhayស្រីច្រៀងទេគឺវារើសឲ្យយើងបន្ទាប់មកយើងអស់មកក្រោមទៀតមកយើងចុចពាក្យថា generate music តែម្ដងwebsite មួយនេះធានាថាច្បាស់ជាង website ផ្សេង
បាទសូមរងចាំបន្តិចវា generate ប្រហែលជា1នាទីទៅ2នាទីគេអត់មានដាក់ឲ្យយើងទេតែប្រហែលជាប៉ុណ្ណឹងអូលឿនទេតាអត់ដល់1នាទីផងយើងចុចសាររាល់ព្រឹកភ្ញាក់ឡើងបើកុំជូតូក្តីសង្ឃឹមនៅតែរងចាំថ្ងៃថ្មីមានអីប្រូឡយចាប់កាន់តូចជុតទៅតាមផ្លូវដែលជ្រៅមានអារម្មណ៍ថាដើម្បីសម្រេចក្តីស្រមៃក្នុងចិត្តមនុស្សខ្លះគេថាវាងាយស្រួលណាស់តែអ្នកណាដឹងការលំបាកខាងបាទយើងប៉ុណ្ណឹងបានហើយយើងអស់មើលមកក្រោមទៀតមកតែសូមបញ្ជាក់ថា website នេះអត់ free ទេគឺប្រើវាយើងត្រូវបង់លុយបង់ប្រហែលជាមួយខែ$6ជាងទៅ$7តែបើបងប្អូនចង់បាន website free ដែល generate music ដូចគ្នាវីដេអូក្រោយខ្ញុំនឹងប្រាប់អ្នកនរគ្នាពីរបៀប generate song AI free តែម្ដងបាទសូមអរគុណសូមជម្រាបលា